ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាមួយរយៈនេះគឺបាត់ខ្ញុំអត់សូវបានធ្វើវីដេអូធ្វើម្ហូបដោយសារតែរវល់បន្តិចចឹងណាហើយថ្ងៃនេះគឺយើងមកស្លសម្លកូរ៉េហើយសម្លកូរ៉េនេះគឺយើងស្លងាយងាយស្រួលនិយាយទៅយើងមានគ្រឿងស្រាប់អញ្ចឹងហើយវិធីធ្វើក៏ងាយស្រួលដែរហើយបងប្អូនដែលគាត់ទស្សនាវីដេអូកុំភ្លេចជួយចុច Subscribe YouTube Channel នឹងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទស្សនាជារៀងរាល់ថ្ងៃហើយសម្រាប់សម្លកូរ៉េមុខនេះគឺឈ្មោះថាមេអ៊ុនថាំងហ្នឹងគឺគេយកសាច់ត្រីមកធ្វើបងប្អូនសម្រាប់ត្រីដែលយើងចូលចិត្តភាគច្រើនចូលចិត្តកូរ៉េគឺគាត់ប្រើត្រីសមុទ្រណាសម្រាប់យកមកស្លសម្លមេអ៊ុនថាំងហើយសម្រាប់វិធីធ្វើក៏ងាយស្រួលដែរហើយឥឡូវយើងមកមើលពីវិធីធ្វើហើយសម្រាប់ត្រីគឺខ្ញុំធ្វើស្អាតលាងទឹកកាត់ស្អាតចឹងមកបងប្អូនទាំងអស់គ្នាហើយសម្រាប់បន្តមកទៀតគឺខ្ញុំមានដើមខ្ទឹមខ្ចោយខ្ញុំកាត់យ៉ាងតូចចឹងមកហើយនេះគឺជាគ្រឿងសម្រាប់ស្លគឺគេលាយឲ្យស្រាប់ចឹងគ្រឿងកញ្ចប់របស់មេអ៊ុនថាំងហ្នឹងគឺគេលាយឲ្យចឹងតមកទៀតគឺខ្ញុំដាក់ម្សៅហើយម្សៅនេះគឺយើងយកទៅឆាក៏បានខ្ញុំដាក់ជាស៊ុបក៏បានសម្រាប់អ្នកដែលគាត់ចូលចិត្តខ្ញុំដាំទឹកឲ្យពុះកន្លះឆ្នាំងហើយខ្ញុំចាក់គ្រឿងមេអ៊ុនថាំងចូលទៅក្នុងឆ្នាំងហើយយើងកូរចឹងមកហើយសម្រាប់សាឡននេះគឺយើងអាចថែមគ្រឿងអីតិចតួចទៀតណាឲ្យមានរសជាតិហើយខ្ញុំដាក់ខ្ញីហើយនឹងខ្ទឹមដែលខ្ញុំច្រាំចូលយើងបង្អស់ឲ្យពុះចឹងមកខ្ញុំបន្ថែមទឹកស៊ីអ៊ីវបន្តិចទឹកថៃបន្តិចស្ករសប៊ីចេអំបិលបន្តិចដើម្បីឲ្យវាមានជាតិណាហើយបន្តមកទៀតគឺខ្ញុំដាក់សាច់ត្រីចូលហើយសម្រាប់សាច់ត្រីនេះគឺសាច់ត្រីទឹកសាបទេបងប្អូនបើបងប្អូនចង់ដាក់ត្រីសមុទ្រក៏បានដែរឥឡូវយើងបង្អស់សាច់ត្រីយើងឲ្យពុះឲ្យឆ្អិនបន្តិចសិនមកណាហើយយើងខ្ញុំកូរមើលហើយសម្រាប់រសជាតិយើងអាចភ្លក់ថែមថយតែបើស្រាប់ជនជាតិកូរ៉េគាត់ចូលចិត្តញ៉ាំយ៉ាងសាបតែសាឡនេះបើសិនជាបងប្អូនចូលចិត្តដាក់បន្លែអាចដាក់បានទៀតណាដាក់ឆាច់ថាវកន្លែងនេះគឺខ្ញុំដាក់ជាមួយនឹងម្សៅចូលហើយម្សៅយើងមិនបាច់ដាក់ក៏បានបើអត់ចូលចិត្តហើយយើងអាចដាក់ផ្សិតអីចឹងទៀតណាផ្សិតបញ្ជុលហើយខ្ញុំដាក់គល់ជីវ៉ាន់ស៊ុយជីវ៉ាន់ស៊ុយយើងហ្នឹងដាក់ចូលមកគល់មកហើយយើងដាក់ស្លឹកខ្ទឹមស្លឹកអីមកនិយាយទៅស្លគឺស្លឆាប់បានញ៉ាំបងប្អូនគឺគេមានគ្រឿងស្រាប់បើយើងអត់ចេះលាយគ្រឿងយើងទិញគ្រឿងស្រាប់ចឹងយកមកធ្វើហើយសម្រាប់គ្រឿងគេលក់នៅតាមម៉ាតគឺមានហើយគេដាក់ថាមួយគ្រឿងមេអ៊ុនថាំងហ្នឹងយើងអាចរកទិញបានតាមម៉ាតកូរ៉េឥឡូវនេះគឺស្លយើងពុះហើយចង់ឆ្អិនហើយខ្ញុំភ្លក់មើលខ្ញុំថែមគ្រឿងតិចតួចតាមនឹងទៀតណាហើយសម្រាប់ស្លឹកជីវ៉ាន់ស៊ុយនេះយើងដាក់ដើម្បីឲ្យក្លិនឈ្ងុយហើយកាត់ក្លិនឆ្អាបហើយសម្រាប់បងប្អូនដែលគាត់ទស្សនាវីដេអូបើសិនជាខ្ញុំនិយាយទៅមានខុសឆ្គងអីសូមបងប្អូនទាំងអស់គ្នាអភ័យទោសផងហើយសម្រាប់សាឡនេះបងប្អូនអាចធ្វើសាកញ៉ាំបានឃើញក្រហមអញ្ចឹងតែអត់សូវហឹរទេបងប្អូនគឺមានរសជាតិឆ្ងាញ់អរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា